គីម ចុងអ៊ុនបង្ហាញចំហត្រៀមសហការជាមួយអាមេរិកតែមានលក្ខខណ្ឌអាមេរិកត្រូវបញ្ឈប់នយោបាយតាមព្យាបត្រកូរ៉េខាងជើងសិនទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA ដែលជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថាមេដឹកនាំកម្ពុជារបស់ខ្លួនគឺលោកគីម ចុងអ៊ុនបានថ្លែងថាកូរ៉េខាងជើងគ្មានហេតុផលអ្វីដែលត្រូវមិនសហការជាមួយសហរដ្ឋអាមេរិកនោះទេប្រសិនបើសហរដ្ឋអាមេរិកលុបចោលនយោបាយតាមព្យាបត្រចំពោះកូរ៉េខាងជើងទោះជាយ៉ាងណាលោកបានបដិសេធសំណើចរចាពីកូរ៉េខាងត្បូងដោយចាត់ទុកថាជាការបោកប្រាស់លោកគីម ចុងអ៊ុនបានធ្វើសេចក្តីរាយការណ៍នេះក្នុងអំឡុងពេលកិច្ចប្រជុំត្រួតពិនិត្យនយោបាយនៅក្នុងមហាសន្និបាតបកពលករលើកទី9ដោយលោកបានបញ្ជាក់ថាយើងគ្មានហេតុផលណាដែលមិនសហការជាមួយសហរដ្ឋអាមេរិកឡើយប្រសិនបើសហរដ្ឋអាមេរិកគោរពស្ថានភាពបច្ចុប្បន្នរបស់ប្រទេសយើងដោយដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញកូរ៉េខាងជើងនិងលុបចោលនយោបាយតាមព្យាបាលប្រឆាំងនឹងយើងលោកបានបន្ថែមថាអនាគតនៃទំនាក់ទំនងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកគឺអាស្រ័យលើអេរយាប័តរបស់សហរដ្ឋអាមេរិកហើយរដ្ឋាភិបាលនឹងឆ្លើយតបតាមការគួរប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តមានអាកប្បកិរិយាជាសត្រូវលោកបានសង្កត់ធ្ងន់ថាមិនថានឹងត្រូវរស់នៅជាមួយគ្នាដោយសន្តិវិធីឬត្រូវប្រឈមមុខដាក់គ្នាជារៀងរហូតយើងគឺបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្រើសទាំងពីរហើយយើងមិនមែនជាអ្នកជ្រើសរើសផ្លូវនេះទេការថ្លែងបែបនេះបង្ហាញថាកូរ៉េខាងជើងនៅតែបើកទ្វារសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិកខណៈដែលមានការរំពឹងទុកយ៉ាងទូលំទូលាយថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីដូណាល់ត្រាំទៅកាន់ប្រទេសចិនក្នុងខែមេសាខាងមុខនេះអាចជាឱកាសក្នុងការត្រឡប់មកចរចាជាមួយលោកគីម ចុងអ៊ុនជាថ្មីម្ដងទៀតទោះជាយ៉ាងណាលោកគីម ចុងអ៊ុនបានហៅអេរយាប័តចង់សម្រុះសម្រួលរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់ប្រធានាធិបតីលីចែមយុងថាជាការបោកប្រាស់កាលពីឆ្នាំ2023លោកគីមធ្លាប់បានបញ្ជាក់ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺជាទំនាក់ទំនងបែបសត្រូវលោកបានប្រកាសថាយើងនឹងមិនធ្វើធុរកិច្ចណាមួយជាមួយកូរ៉េខាងត្បូងដែលជាសត្រូវដ៏ធំបំផុតនោះឡើយលោកបានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីអតីតកាលថាព្យាយាមផ្ដួលរំលំរបបដឹកនាំកូរ៉េខាងជើងដែលលោកចាត់ទុកថាកាយវិការរុះរាយរបស់រដ្ឋាភិបាលបច្ចុប្បន្នគ្រាន់តែជាល្បិចបោកប្រាស់ដែលគ្មានជំរឿប៉ុណ្ណោះមេដឹកនាំកូរ៉េខាងជើងរូបនេះក៏បានបញ្ជាក់ជាថ្មីនៅស្ថានភាពរបស់ប្រទេសខ្លួនថាជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរនិងបានបដិញ្ញានឹងពន្លឿនការអភិវឌ្ឍអាវុធបន្ថែមទៀតដោយដាក់គោលដៅយុទ្ធសាស្ត្រពង្រឹងកម្លាំងនុយក្លេអ៊ែរឲ្យកាន់តែខ្លាំងក្លាដើម្បីប្រើប្រាស់ជាឧបករណ៍ទប់ស្កាត់ការគំរាមកំហែងនិងរក្សាស្ថិរភាពក្នុងតំបន់ជាមួយនឹងផែនការ5ឆ្នាំលោកគីមបានបង្ហាត់ពីការអភិវឌ្ឍមីស៊ីលឆ្លងទ្វីប ICBM ដែលអាចបាញ់បានទាំងពីលើគោកនិងក្រោមទឹកដ្រូនបំពាក់បញ្ញាសិប្បនិម្មិតផ្កាយរណបស៊ើបការនិងអាវុធយុទ្ធសាស្ត្រអេឡិចត្រូនិកដែលអាចវាយប្រហារផ្កាយរណបនិងប្រព័ន្ធបញ្ជាការរបស់សត្រូវមេដឹកនាំរូបនេះក៏បានទម្លាយឲ្យដឹងថាលោកផ្ដល់អាទិភាពខ្ពស់លើការបង្កើនសមត្ថភាពកងទ័ពជើងទឹករួមទាំងការស្វែងរកនាវាមួយទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរលោកគីម ចុងអ៊ុនបានសន្និដ្ឋានថាក្នុងរយៈពេល5ឆ្នាំខាងមុខអំណាចការពិចាររបស់កូរ៉េខាងជើងនឹងឡើងដល់កម្រិតមួយដែលសត្រូវមិនអាចទប់ទល់បានត្រយងនាំសារពិតគ្រប់ទីកន្លែង